នេះខ្ញុំឈ្មោះ50ដុល្លារគឺក្រុមការងារបណ្ដាញពលករចំណាក់ស្រុកថ្ងៃនេះហើយនេះខ្ញុំបានមកដល់ភ្នំបាទដើម្បីធ្វើការសម្ភាសជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំបាទដែលគាត់បានទទួលជំនួយសប្បុរសធម៌ពីបងខាងក្រុមបណ្ដាញការងារពលករចំណាក់ស្រុកដែលគាត់បានមុខរបររកស៊ីហើយអញ្ចឹងនេះខ្ញុំនឹងទៅនាំបងប្អូនជនជាតិខ្មែរទាំងអស់ទៅសួរសុខទុក្ខគាត់ថាពីមុនពេលដែលគាត់មិនទាន់មានមុខរបររកស៊ីតែជីវភាពគាត់យ៉ាងម៉េចហើយឥឡូវនេះនៅពេលដែលគាត់បានទទួលថវិកាពីក្រុមបណ្ដាញពលករចំណាក់ស្រុកហើយគាត់មានមុខរបររកស៊ីហើយតើគាត់មានជីវភាពបានធូរឬក៏យ៉ាងណាសូមអញ្ជើញបងប្អូនទាំងអស់គ្នាទៅគាត់មកគ្នាសួរបងចាសួរបងចាមិនដែរសុខសប្បាយទេបងចាសុខសប្បាយដែរបងនេះចេញទៅលក់ត្រីហ្នឹងបងចាចេញលក់ត្រីហើយបើទៅចាស់សួរបងតិចថាការពីមុនដែលបណ្ដាញពលករចំណាក់ស្រុកយើងមិនទាន់បានផ្ដល់ថវិកាឲ្យបងតែជីវភាពរបស់បងហ្នឹងយ៉ាងម៉េចដែរបងចាំមិនទាន់បានខ្ញុំជីវភាពពិបាកណាកូនទៅសុំបាយវត្តហើយទៅសុំទាននៅភ្នំចាហើយចេះដល់ពេលឥឡូវខ្ញុំបានធូរឲ្យកូនខ្ញុំទៅសុំទានគេទេខ្ញុំលក់ទៅបានមហូបបានឯកូនហូបໄວឲ្យកូនទៅរៀនទៀតហើយមើលទៅក្នុងមួយថ្ងៃចំណេញបានប្រហែលដែរបងបាន20000ទៅ30000 20000ទៅ30000អញ្ចឹងមានន័យថា20000 30000អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានណាបងចាអញ្ចឹងមានន័យថាពីមុនមកយើងពិបាកតែនៅពេលដែលបានបណ្ដាញពលករចំណាក់ស្រុកផ្ដល់ជាថវិកាឲ្យបងធ្វើជាដើមទុនរកស៊ីហ្នឹងទៅបងមានជីវភាពល្អប្រសើរឡើងវិញហើយបងចាអញ្ចឹងហើយត្រីហ្នឹងបងស្រីមករកទិញត្រីបងចាហើយទិញត្រីអីគេទិញត្រីទួហើយត្រីទួហ្នឹង1គីឡូប៉ុន្មានគីឡូ10000 1គីឡូ10000អូហើយអញ្ចឹងដឹងដើរលក់ដល់ណាវិញបងដើរលក់ដល់ភូមិលើបងចឹងហើយអស់ហេរងថ្ងៃអស់ហេអត់អីគាត់ចឹងគួរសមដែរអញ្ចឹងបងប្អូនថាឥឡូវដូចខ្ញុំបានជម្រាបគាត់ទេឥឡូវខ្ញុំបានមកសួរសុខទុក្ខគាត់ហើយឥឡូវគាត់បានបណ្ដាញពលករចំណាក់ស្រុកយើងបានផ្ដល់ថវិកាឲ្យគាត់ធ្វើដើមទុនរកស៊ីអញ្ចឹងគាត់ហ្នឹងក៏មានជីវភាពល្អប្រសើរជាងមុនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនពុកម៉ែនៅក្រៅប្រទេសទាំងអស់ក៏ដូចជាក្រុមការងារបណ្ដាញពលករចំណាក់ស្រុកនឹងព្យាយាមជួយពួកគាត់នៅសហគមន៍ភ្នំបាទនេះទាំងអស់គ្រប់ក្រុមគ្រួសារទាំងអស់ពីព្រោះថាខ្ញុំជឿថាក្រុមគ្រួសារដែលនៅក្នុងតំបន់ភ្នំបាទនេះប្រកាសជាចង់ប្រកបរបររកស៊ីគ្រប់គ្នាពីព្រោះថាគាត់មិនចង់លើកដៃសុំអំពាវនាវទៅប្រទេសក្រៅដើម្បីឲ្យជួយជាអង្គជាអីទៀតទេពីព្រោះថាពួកគាត់ម្នាក់គឺត្រូវការមុខរបររកស៊ីដើម្បីចិញ្ចឹមជីវិតមិនបាច់ខ្ចីលុយគេមិនបាច់ចងការប្រាក់គេដើម្បីឲ្យគេរឹបអូសយកផ្ទះឬក៏ទ្រព្យសម្បត្តិទេចាអញ្ចឹងបងអញ្ជើញទៅលក់ចាស់បងសូមអរគុណច្រើនបងថាឲ្យគាត់ទៅរកស៊ីវិញបងណាងលឿនញ៉ាំទៅលក់ស្អីទៅលឿនញ៉ាំទៅលក់ទៅលក់ខ្ញុំទៅលក់